សួស្តីបងប្អូនតើសុខសប្បាយជាទេជួបជាមួយលោកគ្រូម្ដងទៀតហើយលោកគ្រូមានឈ្មោះរាវិចិត្រាជាគ្រូបង្រៀនគីមីវិទ្យាមកពីសាលាចំនួនថ្មីវិទ្យាល័យប្រែកលៀបនៅក្នុងវីដេអូនេះដែរបងប្អូននឹងសិក្សាជាមួយលោកគ្រូនៅមុខវិជ្ជាគីមីវិទ្យាថ្នាក់ទី11ដែលយើងសិក្សានៅត្រង់ជំពូកទី2និយាយអំពីលោហៈនិងមេរៀនទី2យោបកលោហៈនៅក្នុងវីដេអូនេះដែរបងប្អូននឹងសិក្សាជាមួយលោកគ្រូនៅត្រង់ចំណុចទី1ធំដែលនិយាយអំពីយោបកលោហៈហើយយើងសិក្សានៅត្រង់ចំណុចកនិយាយពីការយោបកលោហៈសកម្មនិងចំណុចខការយោបកលោហៈមិនសូវសកម្មបងប្អូនអាចសិក្សាបន្ថែមនៅក្នុងសៀវភៅសិក្សាគោលចំណេះទូទៅមុខវិជ្ជាគីមីវិទ្យាថ្នាក់ទី11នៅត្រង់ទំព័រទី46ដល់ទី53បន្ទាប់ពីមើលវីដេអូនេះចប់បងប្អូននឹងមានសមត្ថភាពទី1បងប្អូនអាចពណ៌នាអំពីរបៀបនៃការយោបកលោហៈសកម្មនិងមិនសូវសកម្មចេញពីរាយរបស់វាបានត្រឹមត្រូវទី2បងប្អូនអាចពន្យល់អំពីដំណើរការនៃការយោបកលោហៈដែកចេញពីឡស្លដែកនិងទី3បងប្អូនអាចរៀបរាប់ពីប្រភេទរបស់ដែកថែបបានត្រឹមត្រូវដោយពឹងផ្អែកទៅលើធាតុបង្ករបស់វាហើយទី4ចុងក្រោយគេបងប្អូននឹងអាចសរសេរសមីការគីមីតាំងប្រតិកម្មដំណើរការអគ្គិសនីវិភាគសូឌីយ៉ូមក្លរូនិងអាលូមីញ៉ូមអុកស៊ីតបានត្រឹមត្រូវមុននឹងចូលដល់ខ្លឹមសារមេរៀនថ្មីលោកគ្រូនឹងធ្វើអត្រាកំណែកិច្ចការផ្ទះជូនបងប្អូនអញ្ចឹងសូមបងប្អូនទៅតាមដានទាំងអស់គ្នាជាមួយលោកគ្រូថាតើចម្លើយរបស់បងប្អូនត្រឹមត្រូវដែរឬទេអញ្ចឹងសំណួរទី1សួរថាតើនៅពេលដែលលោហៈដែកបាទរងកំណត់បង្កើតបានទៅជាអ្វីសរសេរសមីការតាំងប្រតិកម្មបញ្ជាក់និងសំណួរទី2សរសេរសមីការតាំងប្រតិកម្មរវាងកាល់ស្យូមកាបូណាតជាមួយនឹងអាស៊ីតក្លរីត្រិកអញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាតែម្ដងបាទអញ្ចឹងនៅពេលដែលលោហៈដែកបាទរងកំណត់បង្កើតបានទៅជាដែកច្រេះអញ្ចឹងកាលណាគេប្រើពាក្យថារងកំណត់មានន័យថាប្រភេទនៃសារធាតុគីមីមួយគឺបានរងនៅប្រតិកម្មហើយវាខូចទ្រង់ទ្រាយបង្កើតបានទៅជាសារធាតុថ្មីអញ្ចឹងនៅពេលដែលដែកខូចទ្រង់ទ្រាយគឺគេហៅថាបាទដែកច្រេះដែលគេហៅថាជាការរងកំណត់នៃលោហៈដែកអញ្ចឹងយើងអាចសរសេរសមីការគីមីតាំងប្រតិកម្មដូចខាងក្រោមគឺបាទលោហៈដែកប្រតិកម្មជាមួយនឹងអុកស៊ីសែនព្រមជាមួយនឹងចំហាយទឹកដែលមាននៅក្នុងបរិយាកាសបង្កើតបានទៅជាដែក3អុកស៊ីតម៉ូណូអ៊ីដ្រាតបាទអញ្ចឹងនេះគឺជាសមីការឡើងច្រេះដែកដែលបងប្អូនបានសិក្សាជាមួយលោកគ្រូនៅវីដេអូមុនយើងចូលដល់បាទសំណួរទី2សរសេរសមីការតាំងប្រតិកម្មបាទរវាងកាល់ស្យូមកាបូណាតជាមួយអាស៊ីតក្លរីត្រិកអញ្ចឹងដើម្បីសរសេរសមីការតាំងប្រតិកម្មលុះត្រាតែបងប្អូនស្គាល់សិនថាតើកាល់ស្យូមកាបូណាតហ្នឹងមាននិមិត្តសញ្ញាគីមីបាទតាំងដូចម្ដេចហើយអាស៊ីតក្លរីត្រិកមាននិមិត្តសញ្ញាគីមីតាំងដូចម្ដេចបន្ទាប់មកទើបបងប្អូនបាទធ្វើការបដូររ៉ាឌីកាល់គ្នាបាទយើងនឹងអាចបាទចាប់បានគូថ្មីបង្កើតបានទៅជាផលិតផលអញ្ចឹងលោកគ្រូអាចសរសេរសមីការតាំងប្រតិកម្មគឺបាទកាល់ស្យូមកាបូណាតមានរូបមន្តគីមីតាំងដោយ CaCO3 អាស៊ីតក្លរីត្រិកគឺ HCl អញ្ចឹងនៅពេលដែលចូលរួមប្រតិកម្មគឺកាល់ស្យូមវានឹងទៅចាប់យករ៉ាឌីកាល់ក្លរបង្កើតបានទៅជាកាល់ស្យូមក្លរូហើយហេសបូកបាទទៅចាប់យករ៉ាឌីកាល់បាទកាបូណាតអញ្ចឹងបង្កើតបានទៅជាអាស៊ីតកាបូនិកក៏ប៉ុន្តែអាស៊ីតកាបូនិកនៅក្នុងបាទលក្ខខណ្ឌធម្មតាសីតុណ្ហភាពបន្ទប់យើងនេះគឺវាអត់មានស្ថិរភាពទេវានឹងបំបែកបានទៅជា CO2 ហើយនឹងទឹកដូច្នេះសមីការដែលលោកគ្រូសរសេរនៅក្នុងប្រតិកម្មនេះគឺកាល់ស្យូមកាបូណាតបូកអាស៊ីតក្លរីត្រិកបង្កើតបានទៅជាកាល់ស្យូមក្លរូបូក CO2 ហើយនឹងទឹកបាទហើយយើងថ្លឹងសមីការដោយបន្ថែមមេគុណ2មកអាស៊ីតក្លរីត្រិកបាទអញ្ចឹងយើងមករំលឹកបន្តិចតាក់ទងទៅនឹងមេរៀនយើងកាលពីវីដេអូមុនអញ្ចឹងបងប្អូនប្រហែលជាបានស្គាល់ហើយបាទធាតុគីមីដែលតម្រៀបគ្នានៅលើសញ្ញាព្រួញនេះគឺយើងឲ្យឈ្មោះវាថាជាស៊េរីបេកាតៅឬក៏ស៊េរីសកម្មភាពគីមីនៃលោហៈដែលយើងលើកយកលោហៈប្រមាណជា10ជាងបាទប្រហែលជា18 19អីហ្នឹងយកមកសិក្សាអញ្ចឹងរូបភាពនេះគឺចង់បង្ហាញថាលោហៈបាទលោហៈដែលមានលក្ខណៈសកម្មគឺស្ថិតនៅខាងមុខគេគឺជាប៉ូតាស្យូមហើយលោហៈមិនសូវសកម្មគឺលោហៈមាសនៅខាងក្រោយគេអញ្ចឹងលោកគ្រូមានសំណួរមួយសួរទៅកាន់បងប្អូនសួរថាតើលោហៈណាខ្លះដែលមានប្រតិកម្មជាមួយទឹកនៅសីតុណ្ហភាពធម្មតាអញ្ចឹងលោកគ្រូចង់ឲ្យបងប្អូនឆ្លើយទៅនឹងសំណួររបស់លោកគ្រូដែលយើងយកតែស៊េរីបេកាតៅមកនិយាយបាទតើបងប្អូនអាចឆ្លើយបានដែរឬទេបាទអញ្ចឹងយើងទៅមើលចម្លើយតែម្ដងបាទអញ្ចឹងចម្លើយរបស់យើងនោះគឺលោហៈដែលអាចមានប្រតិកម្មជាមួយនឹងទឹកគឺមាន3
គឺមានប៉ូតាស្យូម សូដ្យូម ហើយនិងកាល់ស្យូមបាទវាគឺជាលោហៈដែលមានលក្ខណៈសកម្មនៅក្នុងស៊េរី beta ទៅលោកគ្រូមានសំណួរមួយទៀតសួរទៅកាន់បងប្អូនសួរថាតើលោហៈណាខ្លះដែលគ្មានប្រតិកម្មជាមួយអាស៊ីតនៅសេតនហភាពធម្មតានៅត្រង់ចំណុចនេះគឺលោកគ្រូចង់ផ្ដោតទៅលើ solution អាស៊ីតរាវដូចជាអាស៊ីត chlorhydric និងអាស៊ីត sulfuric គឺយើងដកអាស៊ីត nitric ចេញបាទអញ្ចឹងសូមបងប្អូនឆ្លើយជាមួយសំណួររបស់លោកគ្រូបាទអញ្ចឹងចម្លើយរបស់យើងគឺបាទលោហៈដែលគ្មានប្រតិកម្មជាមួយនឹង solution អាស៊ីតនៅសេតនហភាពធម្មតាគឺមានលោហៈទង់ដែងលោហៈប៉ារ៉តលោហៈប្រាក់ platin ហើយនិងមាសបាទអញ្ចឹងលោហៈទាំង5នេះគឺมันអាចមានប្រតិកម្មជាមួយនឹង solution acid ដើម្បីរំដោះ hydrogen បានទេដោយសារអីដោយសារតែវាមានលក្ខណៈគីមីខ្សោយជាង hydrogen ដែលស្ថិតនៅក្នុងស៊េរីសកម្មភាពគីមីបាទនៃលោហៈបាទអញ្ចឹងមុននឹងចូលខ្លឹមសារមេរៀនរបស់យើងលោកគ្រូឲ្យបងប្អូនមើលរូបភាព2សិនដើម្បីដឹងបាទវាជារូបភាពដែលតាក់ទងទៅនឹងខ្លឹមសាររបស់មេរៀនរបស់យើងបាទអញ្ចឹងរូបភាពនេះបងប្អូនប្រហែលជាធ្លាប់ឃើញច្រើននៅតាមតំបន់ជនបទឬក៏តំបន់ភ្នំអីផ្សេងបាទអញ្ចឹងរូបភាពនេះគឺជារូបភាពដុំថ្មមួយប្រភេទដែលគេឲ្យឈ្មោះវាថាបាទយើងនិយាយថាដុំថ្មក៏បានតែការពិតវាជារ៉ែទេបាទប៉ុន្តែកាលពីលោកគ្រូនៅទៅក៏លោកគ្រូយល់ច្រឡំដូចគ្នាដែរលោកគ្រូគិតថាវាជាដុំថ្មតែការពិតវាគឺជារ៉ែដែលមានឈ្មោះថារ៉ែបុកស៊ីតអញ្ចឹងរ៉ែបុកស៊ីតហ្នឹងបើយើងនិយាយអំពីរូបមន្តគីមីគឺអាលុយមីញ៉ូមបាទម៉ូណូអ៊ីដ្រាតឬក៏អាលុយមីញ៉ូមអ៊ីដ្រាតក៏បានដែរបាទអញ្ចឹងរ៉ែបុកស៊ីតហ្នឹងគឺជារ៉ែមួយប្រភេទដែលគេយកវាសម្រាប់ទៅចម្រាញ់លោហៈមួយយ៉ាងដែលបងប្អូនប្រើប្រាស់បាទអញ្ចឹងបងប្អូនអាចមើលរូបភាពនេះបាទគឺជាសន្លឹកអាលុយមីញ៉ូមឬក៏លោហៈអាលុយមីញ៉ូមអញ្ចឹងបងប្អូនប្រហែលជាមិនដែលបានចាប់អារម្មណ៍ទេពីមុនបងប្អូនប្រហែលជាធ្លាប់តែគិតថាអូគេយកអាលុយមីញ៉ូមមកប្រើធ្វើបាទជាទ្វារបង្អួចឬក៏ចានឬក៏ឆ្នាំងអីចឹងណាប៉ុន្តែបងប្អូនដែលចាប់អារម្មណ៍អត់ថាតើលោហៈអាលុយមីញ៉ូមហ្នឹងគេយកមកពីណាបាទអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីការយកបកអាលុយមីញ៉ូមចេញពីធម្មជាតិអញ្ចឹងការពិតទៅជាទូទៅលោហៈអាលុយមីញ៉ូមដែលយើងប្រើប្រាស់សពថ្ងៃហ្នឹងគឺយើងយកមកពីធម្មជាតិដែលយកចេញពីរ៉ែរបស់វាអញ្ចឹងអាលុយមីញ៉ូមដែលយើងយកមកប្រើរាល់ថ្ងៃហ្នឹងគឺយកចេញពីរ៉ែបុកស៊ីតបាទដែលមានរូបមន្តគីមីគឺអាលុយមីញ៉ូមបាទអុកស៊ីតម៉ូណូអ៊ីដ្រាតនឹងឯងឥឡូវយើងទៅមើលរូបភាពទី2រូបភាពទី2នេះគឺជារ៉ែដែកបាទប៉ុន្តែយើងមើលទៅលក្ខណៈស្តៀងទៅនឹងដុំថ្មដែរតែបងប្អូនឃើញមានក្រហមនៅជាប់វាហ្នឹងបាទអញ្ចឹងប្រសិនបើយើងជាអ្នកធម្មតាយើងអត់ដឹងថាវាជាអ្វីហើយយើងគិតថាវាគ្មានប្រយោជន៍ទេប៉ុន្តែអ្នកវិទ្យាសាស្ត្រគេអាចយកវាមកច្នៃទៅជាលោហៈបាទគឺជាលោហៈដែកបាទអញ្ចឹងរ៉ែនេះគឺមានឈ្មោះថារ៉ែអេម៉ាទីតដែលមានរូបមន្តគីមីគឺបាទដែក3អុកស៊ីតអញ្ចឹងគឺគេយកវាដើម្បីមកចម្រាញ់ធ្វើជាលោហៈដែកដែលបងប្អូនប្រើប្រាស់ច្រើនមែនទែនមិនថាការផលិតរថយន្តមិនថាការសាងសង់អគារធំឬក៏របស់របរផ្សេងទេគឺយើងធ្វើចេញពីលោហៈដែកបាទអញ្ចឹងសួរថាតើដែកហ្នឹងវាសុកវាកើតពីធម្មជាតិឬក៏យើងយកវាមកប្រើឆៅតែម្ដងឬបាទអត់ទេការពិតដែកដែលយើងយកមកប្រើប្រាស់ឃើញថាលោហៈដែកដែលមានបាទលក្ខណៈរឹងមាំស្អាតបាទដែលអាចធ្វើជារូបរាងផ្សេងហ្នឹងការពិតគឺយកចេញពីរ៉ែដែលមាននៅក្នុងធម្មជាតិគេហៅថារ៉ែអេម៉ាទីតបាទអញ្ចឹងយើងចូលដល់ខ្លឹមសារមេរៀនរបស់យើងតែម្ដងដែលនិយាយអំពីការយកបកលោហៈប៉ុន្តែមុននឹងចូលដល់ពាក្យថាយកបកលោហៈហ្នឹងលោកគ្រូឲ្យបងប្អូនស្គាល់ពាក្យគន្លឹះមួយចំនួនសិនដើម្បីងាយស្រួលនៅពេលដែលលោកគ្រូបញ្យល់បងប្អូននឹងយល់អត្ថន័យនៃពាក្យគន្លឹះមួយចំនួននេះបាទអញ្ចឹងពាក្យគន្លឹះដែលលោកគ្រូនឹងនិយាយពេលក្រោយហ្នឹងគឺទី1គឺពាក្យថារ៉ែអញ្ចឹងដោយលោកគ្រូនិយាយពីវីដេអូមុនហ្នឹងមិនអញ្ចឹងគឺលោកគ្រូនិយាយរ៉ែប៉ុន្តែបងប្អូនប្រហែលជាឆ្ងល់តើរ៉ែហ្នឹងជាអីទៅបាទសំឡេងបោះរៃដែលស្រ័យច្រៀងឬបាទមិនមែនទេរ៉ែគឺជាសមាសធាតុដែលកើតនៅក្នុងធម្មជាតិហើយក្នុងនោះវាមានលោហៈចូលផ្សំជាមួយនឹងបាទអុកស៊ីហ្សែនស៊ុលភួរឬក៏កាបូណាតជាដើមបាទអញ្ចឹងមានន័យថារ៉ែហ្នឹងគឺជាសមាសធាតុធម្មជាតិមួយដែលវាអាចបាទកើតឡើងរវាងលោហៈហើយលោហៈហ្នឹងអាចចូលផ្សំជាមួយអុកស៊ីហ្សែនស៊ុលភួរឬក៏កាបូណាតដោយលោកគ្រូឧទាហរណ៍មកអញ្ចឹងដូចជារ៉ែបាទរ៉ែបុកស៊ីតគឺផ្សំឡើងពីអីគេពីអាលុយមីញ៉ូមជាមួយនឹងអុកស៊ីហ្សែនប៉ុន្តែមនុស្សយើងមិនអ្នកបង្កើតទេវាកើតដោយធម្មជាតិដោយឯងតែម្ដងហើយពាក្យទី2នោះគឺពាក្យថាយកបកលោហៈបាទដែលត្រូវនឹងចំណងជើងរបស់យើងតែម្ដងបាទអញ្ចឹងពាក្យថាយកបកលោហៈហ្នឹងបើយើងនិយាយឲ្យស្រួលស្ដាប់គឺជាការញែកឬក៏ការទាញយកលោហៈចេញពីរ៉ែរបស់វាបាទរ៉ែពាក្យខាងលើនេះអញ្ចឹងមានន័យថាដូចជាអាលុយមីញ៉ូមអុកស៊ីតមិនអញ្ចឹងលោកគ្រូចង់បានលោហៈអាលុយមីញ៉ូមអញ្ចឹងលោកគ្រូប្រើវិធីយកបកលោហៈអញ្ចឹងយកបកលោហៈហ្នឹងគឺជាពាក្យបច្ចេកទេសតែបើយើងសម្រាយមកគឺការទាញយកលោហៈចេញពីរ៉ែរបស់វាហ្នឹង
ហើយទី3គឺពាក្យថាអគ្គិសនីវិភាគអញ្ចឹងអគ្គិសនីវិភាគការពិតទៅគេឲ្យនិយមន័យផ្សេងគ្នាប៉ុន្តែលោកគ្រូលើកយកតែមួយមកនិយាយទេបាទអគ្គិសនីវិភាគគឺជាលំនាំនៃប្រតិកម្មគីមីដែលកើតឡើងបាទកាលណាបាទគេបញ្ចូលចរន្តអគ្គិសនីតាមរយៈអេឡិចត្រូលីតឬក៏អំបិលរលាយបាទហើយពាក្យទី4បាទគឺពាក្យថាគ្រីយ៉ូលីតហ្នឹងគឺជាខនិច្ចមួយយ៉ាងដែលមានរូបមន្តបាទ NaAlF6 បាទហើយពាក្យមួយទៀតគឺពាក្យថាខនិច្ចគឺជាសារធាតុដែលកើតឡើងបាទតាមធម្មជាតិដែលបន្សំតាមបែបគីមីហើយមានទម្រង់ជាក្រាបអញ្ចឹងពាក្យទាំងនេះគឺលោកគ្រូនឹងនិយាយបន្តិចទៀតនៅក្នុងវីដេអូអញ្ចឹងបងប្អូនត្រូវបាទយល់ពីអត្ថន័យរបស់វាបាទអញ្ចឹងលោកគ្រូមានតារាងមួយហើយតារាងនេះលោកគ្រូដកស្រង់ចេញពីសៀវភៅសិក្សាគោលទេបងប្អូនអាចទៅមើលបន្ថែមបានបាទអញ្ចឹងនេះគឺជាតារាងនៃការយកបកលោហៈបាទអញ្ចឹងជាទូទៅខាងឆ្វេងនេះគឺជាឈ្មោះលោហៈដែលយើងអាចយកបកបានចេញពីរ៉ែរបស់វាហើយនេះគឺជាឈ្មោះរ៉ែហើយនេះជារូបមន្តគីមីរបស់រ៉ែហើយនៅខាងចុងគេនេះបាទនៅខាងស្ដាំបាទគឺជាវិធីសាស្ត្រនៅក្នុងការទាញយកលោហៈចេញពីរ៉ែរបស់វាហើយនៅក្នុងការយកបកលោហៈចេញពីរ៉ែផ្សេងហ្នឹងគឺអាស្រ័យទៅលើលក្ខណៈគីមីលក្ខណៈសកម្មរបស់លោហៈដែរប្រសិនបើលោហៈសកម្មខ្លាំងគឺយើងប្រើវិធីយ៉ាងម៉េចបើលោហៈនឹងមិនសូវសកម្មប្រើវិធីយ៉ាងម៉េចចុះបើលោហៈនឹងវាដូចជាអសកម្មតែម្ដងតើយើងប្រើវិធីយ៉ាងម៉េចបាទអញ្ចឹងលោកគ្រូឧទាហរណ៍លើគេតែម្ដងគឺប្រសិនបើលោកគ្រូចង់បានលោហៈប៉ូតាស្យូមចេញពីរ៉ែកាណាលីតដែលមានរូបមន្តកាបាទMgCl3 អញ្ចឹងដោយសារតែលក្ខណៈរបស់លោហៈប៉ូតាស្យូមគឺមានលក្ខណៈគីមីសកម្មខ្លាំងយើងដឹងហើយបើក្នុងស៊េរី3ក៏ទៅនៅមុខគេអញ្ចឹងដើម្បីទាញយកលោហៈម៉ាញ៉េស្យូមចេញគឺយើងមិនអាចប្រើប្រាស់ប្រតិកម្មគីមីមកជំនួសលោហៈប៉ូតាស្យូមចេញបានទេដោយសារវាខ្លាំងជាងគេអញ្ចឹងដើម្បីឲ្យប្រតិកម្មនេះកើតមានឡើងឬក៏ទាញយកលោហៈប៉ូតាស្យូមបានលុះត្រាតែលោកគ្រូប្រើវិធីអគ្គិសនីវិភាគហើយវិធីអគ្គិសនីវិភាគនោះគឺយើងផ្ដល់ថាមពលអគ្គិសនីដើម្បីបំបែកម៉ូលេគុលនឹងចេញពីគ្នាហើយលោហៈប៉ូតាស្យូមវានឹងទៅតោងជាប់នៅអេឡិចត្រូតនៃបាទផើងវិភាគរបស់យើងដូចគ្នាប្រសិនបើលោកគ្រូចង់យកលោហៈសូឌីយ៉ូមគឺលោកគ្រូមិនអាចប្រើប្រតិកម្មជំនួសរវាងអំបិលនិងអំបិលបានទេបើសិនជាលោកគ្រូចង់យកសូឌីយ៉ូមក្លរ៉ូចេញបាទសុំទោសយើងយកលោហៈសូឌីយ៉ូមចេញពីសូឌីយ៉ូមក្លរ៉ូហ្នឹងបាទអញ្ចឹងគឺយើងមានតែវិធីអគ្គិសនីវិភាគបាទអញ្ចឹងសរុបមកវិញដើម្បីទាញយកលោហៈដែលមានលក្ខណៈសកម្មនៅក្នុងស៊េរីបេកាទៅចេញពីរ៉ែរបស់វាហ្នឹងឬក៏ចេញពីខនិច្ចរបស់វាគឺយើងប្រើប្រាស់វិធីអគ្គិសនីវិភាគហើយលោហៈទាំងនោះគឺមាន4គឺមានដូចជាប៉ូតាស្យូមសូឌីយ៉ូមកាល់ស្យូមហើយនិងអាលុយមីញ៉ូមហើយរូបមន្តនេះគឺជារូបមន្តខនិច្ចដែលគេយកវាទៅធ្វើវិធីអគ្គិសនីវិភាគការពិតទៅបើយើងនិយាយតាក់ទងទៅនឹងរ៉ែគឺវាមានសារធាតុនៅក្នុងហ្នឹងសារធាតុគីមីដូចជាលោកគ្រូនិយាយពីបាទអំបិលសូដ្យូមក្លរ៉ូនេះក៏យើងហៅថារ៉ែដែរប៉ុន្តែបើយើងយកមកពីធម្មជាតិសូដ្យូមក្លរ៉ូហ្នឹងគឺវាមិនសុទ្ធ 100% ទេគឺបាទគឺវាមានលាយនៅសារធាតុមិនសុទ្ធមួយចំនួនអញ្ចឹងអាសូដ្យូមក្លរ៉ូហ្នឹងប្រភេទគីមីសូដ្យូមក្លរ៉ូហ្នឹងយើងហៅវាថាជាខនិច្ចរបស់រ៉ែអំបិលសម្លបាទចំពោះលោហៈដែលមិនសូវសកម្មដូចជាលោហៈស័ង្កសីលោហៈដែកសំណប៉ែហាំងនិងសំណវិញគឺយើងអាចប្រើប្រាស់វិធីសាស្ត្រមួយទៀតគឺគេប្រើប្រាស់អលោហៈកាបោនដើម្បីទៅទាញយកលោហៈហ្នឹងតែម្ដងបាទអញ្ចឹងវិធីសាស្ត្រនេះគឺចំណាយលុយតិចជាងវិធីអគ្គិសនីវិភាគហើយងាយស្រួលជាងបាទប៉ុន្តែយើងត្រូវប្រើប្រាស់ធ្យូងកោកឬក៏ធ្យូងថ្មហ្នឹងប្រើប្រាស់ច្រើនបាទហើយជាទូទៅអលោហៈគឺគេប្រើ2ដើម្បីយកបកគឺគេអាចប្រើប្រាស់កាបោនជាមួយនឹងអ៊ីត្រូសែនបាទដើម្បីទាញយកលោហៈសុទ្ធចេញពីរ៉ែរបស់វាហើយចុងក្រោយគឺមានលោហៈ2ដែលយើងជួបប្រទះគឺបាទគឺតុងដែងជាមួយប៉ារ៉តដែលយើងយកចេញពីតុងដែងពីរិតនិងស៊ីណាប៉ាបាទអញ្ចឹងគឺគេប្រើវិធីសាស្ត្រលីងរ៉ែដោយផ្ទាល់តែម្ដងមិនថាគេយកវាទៅលីងទៅគេនឹងទទួលបានលោហៈនឹងតែម្ដងដោយសារអីដោយសារតែតុងដែងហើយនិងប៉ារ៉តនឹងវានៅខាងក្រោយអ៊ីត្រូសែនអញ្ចឹងលក្ខណៈគីមីរបស់វាគឺមិនសូវសកម្មនោះទេបាទអញ្ចឹងលោកគ្រូចូលដល់ចំណុចកតែម្ដងនិយាយអំពីការយកបកលោហៈសកម្មអញ្ចឹងយើងដឹងហើយលោហៈសកម្មរបស់យើងមិនលោកគ្រូបាននិយាយគឺមាន4អញ្ចឹងលោហៈទាំង4ប្រសិនបើបងអូនចង់ទាញឬក៏ចង់យកបកវាចេញពីរ៉ែគឺត្រូវប្រើវិធីអគ្គិសនីវិភាគអញ្ចឹងលោកគ្រូយកលោហៈតែ2ទេមកនិយាយបាទដោយសារពេលវេលារបស់យើងរៀងខ្លីបាទទី1គឺយកបកលោហៈសូដ្យូមដោយប្រើប្រាស់វិធីអគ្គិសនីវិភាគកម្ដៅរលាយនៃសូដ្យូមក្លរ៉ូបាទអញ្ចឹងយើងដឹងណាថាសូដ្យូមនេះគឺជាលោហៈដែលមានលក្ខណៈសកម្មនៅក្នុងក្រុមលោហៈអាកាឡាំងអញ្ចឹងដើម្បីទាញយកវាពីរ៉ែសូដ្យូមក្លរ៉ូនេះគឺយើងត្រូវប្រើវិធីអគ្គិសនីវិភាគកម្ដៅរលាយសូដ្យូមក្លរ៉ូអញ្ចឹងគេធ្វើម៉េចដើម្បីទាញយកលោហៈសូដ្យូមចេញពីសូដ្យូមក្លរ៉ូបានគឺដំបូងគឺគេត្រូវដុតវាបាទដោយកម្ដៅគឺប្រើថាមពលខ្ពស់ធ្វើម៉េចគឺដុតទៅឲ្យរលាយសូដ្យូមក្លរ៉ូនេះ
គឺរលាយហើយវានឹងបំបែកទៅជាអ៊ីយ៉ុងបាទទៅជាអ៊ីយ៉ុងសូដ្យូមបូកហើយនឹងក្លរដកបន្ទាប់មកទៀតទើបគេយកបាទលបាយនៃអង្គធាតុរាវដែលជាអំបិលសម្លរលាយហ្នឹងគឺយកទៅធ្វើអគ្គិសនីវិភាគបាទដែលគេដាក់វានៅក្នុងផើងវិភាគតែការពិតទៅគឺដំបូងឡើយគឺគេដាក់សូដ្យូមក្លូរូចូលទៅក្នុងផើងវិភាគហ្នឹងតែម្ដងហើយគេដុតកម្ដៅវាឲ្យរលាយប៉ុន្តែសម័យទំនើបគឺគេមិនប្រើប្រាស់បាទភ្លើងទៅដុតកម្ដៅទេគេប្រើចរន្តអគ្គិសនីដើម្បីរំលាយវាឲ្យវាល្អបាទហើយណាមួយចរន្តអគ្គិសនីរបស់យើងផ្ដល់កម្ដៅខ្លាំងបាទអញ្ចឹងនៅពេលដែលវារលាយទៅវាបង្កើតបានទៅជាអ៊ីយ៉ុងសូដ្យូមបូកហើយនឹងក្លរដកអញ្ចឹងយើងដឹងហើយបន្ទុកពីរហ្នឹងគឺផ្សេងគ្នាអញ្ចឹងនៅពេលដែលយើងដាក់បកគោលប្រជែលនេះគេហៅថាអេឡិចត្រូតហ្នឹងតួនាទីរបស់វាគឺឲ្យចរន្តអគ្គិសនីឆ្លងកាត់ដែលចេញពីចនិតាអគ្គិសនីនេះនៅខាងលើដែលយើងដឹងហើយថាវិធីអគ្គិសនីវិភាគគឺផ្ដល់ចរន្តអគ្គិសនីបាទអញ្ចឹងអេឡិចត្រូនវារត់ពីប៉ូលណាទៅប៉ូលណាគឺពីប៉ូលដកទៅប៉ូលបូកអញ្ចឹងអាកន្លែងនេះគឺប៉ូលបាទអេឡិចត្រូនរត់ចេញអញ្ចឹងប៉ូលដកអញ្ចឹងប៉ូលដកដោយសារតែសូដ្យូមរបស់យើងវាមានបន្ទុកបូកអញ្ចឹងវារត់ទៅប៉ូលដកចំណែកក្លរនេះគឺបាទប៉ូលដកអញ្ចឹងវារត់ទៅប៉ូលបូកអញ្ចឹងអេឡិចត្រូនរត់ចូលពីប៉ូលដកមកដែលចេញពីចនិតានេះចូលទៅបំគ្រប់លោហៈសូដ្យូមវាបូកមួយអញ្ចឹងមានថាវាត្រូវការអេឡិចត្រូនមួយដើម្បីក្លាយទៅជាលោហៈសូដ្យូមអញ្ចឹងបាទចរន្តអគ្គិសនីផ្ដល់អេឡិចត្រូនឲ្យមួយមកពឹបមកសូដ្យូមក្លាយជាលោហៈសូដ្យូមនៅផ្នែកប៉ូលដកដែលយើងឲ្យឈ្មោះថាជាកាតូតចំណែកក្លរវិញវាលើសអេឡិចត្រូនចំនួន1អញ្ចឹងយើងដឹងថាអេឡិចត្រូនវារត់ពីប៉ូលបាទពីប៉ូលដកទៅប៉ូលបូកអញ្ចឹងអេឡិចត្រូនវារត់ចេញពីនេះទៅរត់ទៅបាទអញ្ចឹងធ្វើឲ្យបាទក្លរនេះវាបោះបង់មួយអេឡិចត្រូនបាទបង្កើតបានទៅជាឧស្ម័នក្លរនៅផ្នែកអាណូតបាទអញ្ចឹងបងប្អូនអាចមកមើលរូបភាពនេះបាទអញ្ចឹងកន្លែងនេះគឺបាទសូដ្យូមបាទពណ៌ក្រហមតំណាងឲ្យសូដ្យូមពណ៌បៃតងតំណាងឲ្យក្លរហើយពណ៌ខ្មៅនេះគឺជាអេឡិចត្រុងដែលរត់ចេញពីប៉ូលដកដោយលោកគ្រូនិយាយមិនអញ្ចឹងវារត់ពីប៉ូលដកទៅប៉ូលបូករត់វិលចុះវិលឡើងអញ្ចឹងបាទអញ្ចឹងនៅផ្នែកបាទនេះបងប្អូនអាចឃើញសមីការតាំងប្រតិកម្មបានអញ្ចឹងយើងទៅមើលដំណើរការបាទពេលចរន្តអគ្គិសនីឆ្លងកាត់អេឡិចត្រូនទាំងពីរហ្នឹងគឺផ្នែកកាតូតខាងណាបងប្អូនមានចាំទេមិញបាទកាតូតគឺប៉ូលដកអញ្ចឹងប៉ូលដកនេះគឺសូដ្យូមអ្នកតោងនៅវានឹងទទួលបានអេឡិចត្រុងមួយហ្នឹងបានមកពីណាបានមកពីចរន្តអគ្គិសនីដែលផ្ដល់ឲ្យអញ្ចឹងវាបូកមួយអេឡិចត្រុងคล้ายទៅជាលោហៈសូដ្យូមคล้ายទៅជាអង្គធាតុរឹងចំណែកនៅខាងអាណូតប៉ូលដកនេះវិញគឺក្លរបាទក្លរដំបូងគឺវាមានអេឡិចត្រុងបាទវាលើសអេឡិចត្រុងមួយតែនៅពេលដែលយើងចាប់ផ្ដើមភ្ជាប់ចរន្តអគ្គិសនីជាមួយទៅនឹងបកគោលអេឡិចត្រូតនេះក្លរវាបានបោះបង់ពីអេឡិចត្រុងការពិតអាតូមក្លរមួយវាបោះមួយអេឡិចត្រុងប៉ុន្តែដោយសារអូស្មန်ក្លរយើងដឹងហើយអូស្មန်ក្លរឌីអាតូមអញ្ចឹងវាបង្កើតបានទៅជា Cl2 អញ្ចឹងហើយបានវាបោះបង់ពីអាតូមសំទោសបោះបង់ពីអេឡិចត្រុងអញ្ចឹងនៅពេលដែលវាបោះបង់ពីអេឡិចត្រុងវាคล้ายទៅជាអូស្មန်ក្លរដែលបំភាយនៅខាងបាទប៉ូលបូកដែលយើងឲ្យឈ្មោះថាអាណូតអញ្ចឹងប្រសិនបើយើងបូកសមីការពីរនឹងបញ្ចូលគ្នាបាទគេឲ្យឈ្មោះថាបាទសមីការបាទអគ្គិសនីវិភាគសូដ្យូមក្លរ៉ូក៏ប៉ុន្តែដើម្បីឲ្យសមីការនឹងបាទមានតុល្យការលុះត្រាតែយើងសម្រួលអេឡិចត្រុងដែលទទួលនឹងបោះឲ្យវាស្មើគ្នាអញ្ចឹងយើងឃើញថាអេឡិចត្រុងរបស់សូដ្យូម1ទទួល1ក្លរវាបោះទៅ2អញ្ចឹងនៅត្រង់ចំណុចនេះគឺលោកគ្រូត្រូវគុណនឹង2ផ្នែកបាទកាតូតដើម្បីឲ្យអេឡិចត្រុង2ស្មើគ្នាយើងសម្រួលចោលអញ្ចឹងយើងបានសមីការអគ្គិសនីវិភាគសូដ្យូមក្លរ៉ូគឺ2ម៉ូលេគុលសូដ្យូមក្លរ៉ូបាទពេលអគ្គិសនីវិភាគទៅយើងបាន2សូដ្យូមបាទបូកនឹងអូស្មန်ក្លរអញ្ចឹងសរុបមកវិញគឺអគ្គិសនីវិភាគសូដ្យូមក្លរ៉ូយើងទទួលបានលោហៈសូដ្យូមនៅផ្នែកកាតូតហើយអលោហៈក្លរនៅផ្នែកអាណូតបាទយើងចូលដល់ទី2លោហៈអាលុយមីញ៉ូមអញ្ចឹងយើងដឹងហើយថាអាលុយមីញ៉ូមក៏ជាលោហៈសកម្មមួយដែរនៅក្នុងចំណោមលោហៈទាំង4នៅក្នុងស៊េរីបេកាតៅដែលយើងប្រើវិធីអគ្គិសនីវិភាគអញ្ចឹងដើម្បីទាញយកលោហៈបាទចេញពីរាយរបស់វាគឺគេត្រូវប្រើវិធីអគ្គិសនីវិភាគកម្ដៅរលាយបាទគឺអាលុយមីញ៉ូមអុកស៊ីតប៉ុន្តែអាលុយមីញ៉ូមអុកស៊ីតនេះគឺសីតុណ្ហភាពរលាយរបស់វាខ្ពស់បាទវាខ្ពស់អញ្ចឹងដើម្បីធ្វើអគ្គិសនីវិភាគកម្ដៅរលាយគេត្រូវប្រើគ្រីយ៉ូលីតដើម្បីជំនួយបាទអញ្ចឹងប្រសិនបើលោកគ្រូដុតកម្ដៅឲ្យអាលុយមីញ៉ូមនេះរលាយដោយប្រើកម្ដៅគឺវានឹងបំបែកបានទៅជាអ៊ីយ៉ុង2ដែលអ៊ីយ៉ុងមួយគឺជាអ៊ីយ៉ុងអាលុយមីញ៉ូម3បូកហើយអ៊ីយ៉ុងមួយទៀតគឺអុកស៊ីសែន2ដកបាទបន្ទាប់មកទៀតគេនឹងចាប់ផ្ដើមបាទរំលាយវានៅក្នុងផើងអគ្គិសនីវិភាគនេះបាទអញ្ចឹងវាបំបែកបានទៅជាបាទ Al 3បូកហើយនឹង O 2ដកអញ្ចឹងយើងដឹងហើយនៅពេលដែលវាបំបែកទៅជាអ៊ីយ៉ុងវានឹងរត់ទៅរកបន្ទុកដែលផ្ទុយគ្នាអញ្ចឹងអាលុយមីញ៉ូម3បូកវាប្រកាសជារត់មកប៉ូលដកបាទប៉ូលដកគេដាក់នៅផ្នែកបាទផើងអគ្គិសនីវិភាគនេះបាទហើយផ្នែកខាងក្រៅនេះគឺជាផើងវិភាគដែលគេធ្វើចេញពីបាទសំលោហៈប្រអប់នេះណាដោយសារតែនៅពេលដែលយើងកម្ដៅរលាយអាលុយមីញ៉ូមក្លរ៉ូហ្នឹងសំទោសអាលុយមីញ៉ូមអុកស៊ីតហ្នឹងគឺត្រូវការកម្ដៅខ្លាំងណាអញ្ចឹងគេត្រូវធ្វើចេញពីដែកថែបហើយមានបាទអ៊ីសូឡង់មានអីនេះបន្តទៀតបាទអញ្ចឹងនៅពេលដែលយើងដុតកម្ដៅរលាយហ្នឹងដើម្បីឲ្យអាលុយមីញ៉ូមរលាយហ្នឹងគេត្រូវការបាទ
សេតនភាពគឺ 1000 អង្សាសេបាទចរន្តអគ្គិសនី 6 វ៉ុល ហើយនឹងអាំងតង់ស៊ីតេបាទ 10 ស្វ័យគុណ 5 អម្ពែអញ្ចឹងនៅក្នុងហ្នឹងគឺនេះដោយសារតែគេដាក់គ្រីយ៉ូលីតហើយណាបាទអញ្ចឹងគ្រីយ៉ូលីតដែលគេដាក់នៅក្នុងអគ្គិសនីវិភាគកម្ដៅរលាយសូឌីយ៉ុមក្លូរូហ្នឹងគឺដើម្បីកាត់បន្ថយកុំឲ្យអាលូមីញ៉ុមអុកស៊ីតនេះឧទាហរណ៍ថាយើងត្រូវការប្រើសេតនភាពគឺ 1500 បាទ 1500 អង្សាតែនៅពេលដែលយើងដាក់គ្រីយ៉ូលីតទៅវាធ្វើឲ្យសេតនភាពរលាយរបស់អាលូមីញ៉ុមហ្នឹងអាលូមីញ៉ុមអុកស៊ីតហ្នឹងវាបាទវាទាបជាងមុនវាអាចនៅសល់ 1000 អង្សាសេបាទដូចរូបលោកគ្រូបង្ហាញហ្នឹងអញ្ចឹងគេដាក់គ្រីយ៉ូលីតចូលទៅដើម្បីឲ្យវាឆាប់រលាយអញ្ចឹងនៅពេលដែលវារលាយបំបែកទៅជាអ៊ីយ៉ុងអាលូមីញ៉ុម 3 បូករត់មកខាងប៉ូលដកអុកស៊ីសែនរត់ទៅខាងប៉ូលបូកអញ្ចឹងជាទូទៅនៅពេលដែលអគ្គិសនីវិភាគបាទអាលូមីញ៉ុមគឺគេប្រើអេឡិចត្រូតច្រើនដោយបងឃើញនៅក្នុងរូបអញ្ចឹងគឺគេដាក់តម្រៀបជាគ្នាអញ្ចឹងមកដើម្បីអីដើម្បីឲ្យវាមានផ្ទៃប៉ះច្រើនដើម្បីងាយនឹងទទួលបានលោហៈនិងអលោហៈដែលគេត្រូវការបាទអញ្ចឹងជាទូទៅបាទអគ្គិសនីវិភាគកម្ដៅរលាយអាលូមីញ៉ុមអុកស៊ីតគឺគេប្រើប្រាស់បាទផ្នែកអាណូតប៉ូលបូកហ្នឹងអេឡិចត្រូតដែលប្រឈើហ្នឹងគឺជាកាបូនក្រាហ្វិតបាទហើយនៅផ្នែកប៉ូលដកនេះដូចគ្នាគឺប្រើប្រាស់កាបូនក្រាហ្វិតដូចគ្នាហេតុអីបានជាកាត់បាទអាប៉ូលដកនេះគេហៅថាកាតូតហ្នឹងហេតុអីបានគេប្រើកាបូនក្រាហ្វិតដោយសារកាបូនក្រាហ្វិតគេហៅថាជាអេឡិចត្រូតនិចលណាវាមិនចូលរួមប្រតិកម្មទេជាធម្មតាប៉ុន្តែនៅត្រង់ចំណុចអគ្គិសនីវិភាគអាលូមីញ៉ុមនេះគឺវាមានលក្ខណៈពិសេសមួយទៀតលោកគ្រូនឹងនិយាយបន្តិចទៀតអញ្ចឹងនៅពេលដែលយើងដំណើរការនឹងកើតអាលូមីញ៉ុមនៅផ្នែកខាងក្រោមបាទផើងនេះនៅពេលដែលកើតអាលូមីញ៉ុមវាជាអាលូមីញ៉ុមរាវវាធ្លាក់ចុះមកក្រោមហើយគេអាចបង្ហូរចេញទៅក្រៅទៅហើយយកវាទៅប្រើប្រាស់ទៅតាមតម្រូវការរបស់គេបាទអញ្ចឹងប្រសិនបើយើងបាទចាប់ផ្ដើមភ្ជាប់ចរន្តអគ្គិសនីចូលពឹបទៅបាទអញ្ចឹងនឹងដំណើរការចាប់ផ្ដើមកើតមានឡើងនៅផ្នែកកាតូតប៉ូលដកគឺអាលូមីញ៉ុមវាបានបូក3អេឡិចត្រុងคล้ายទៅជាលោហៈអាលូមីញ៉ុមហើយរាវធ្លាក់ចុះមកបាទផើងវិភាគបាទនៅកន្លែងនេះគេបង្ហូរចេញបាទហើយនៅផ្នែកអាណូតវិញគឺយើងដឹងថាអាណូតគឺប៉ូលបូកអញ្ចឹងអុកស៊ីសែនបាទពីរដកនេះអ្នកចូលរួមប្រតិកម្មអញ្ចឹងវាបោះអេឡិចត្រុងទៅបាទคล้ายទៅជាអូស្មန်អុកស៊ីសែនបូកនឹង4អេឡិចត្រុងអញ្ចឹងដើម្បីសម្រួលវាច្បាស់អេឡិចត្រុងនេះគឺយើងត្រូវបាទ3និង4ពហុគុណវាគឺតូចបំផុត12អញ្ចឹងលោកគ្រូគុណនៅលើនឹង4អាក្រោមនឹង3បាទបន្ទាប់មកយើងបូកចូលគ្នាអញ្ចឹងយើងនឹងបានបាទដំណើរការអគ្គិសនីវិភាគអាលូមីញ៉ុមអុកស៊ីតគឺបានទៅជា4លោហៈអាលូមីញ៉ុមបូកនឹង3អូស្មန်អុកស៊ីសែនបាទប៉ុន្តែបងប្អូនឃើញថាអេឡិចត្រូតនេះអេឡិចត្រូតកាបូននៅផ្នែកបាទអាណូតនេះស្រាប់តែបាទរឿងកឆេងកឆោតវិញហេតុអីបានទៅជាអញ្ចឹងគឺបាទហេតុផលនោះគឺនៅពេលដែលយើងចាប់ផ្ដើមចរន្តអគ្គិសនីវិភាគគឺអាលូមីញ៉ុមវាកើតនៅបាទនេះបាទផើងនេះហើយវាហូរចេញទៅក្រៅប៉ុន្តែអូស្មန်អុកស៊ីសែនដែលកើតឡើងនៅពេលដំណើរការអគ្គិសនីវិភាគហ្នឹងវាអាចប្រតិកម្មជាមួយនឹងអេឡិចត្រូតកាបូនបាទអេឡិចត្រូតកាបូនក្រាហ្វិតហ្នឹងអញ្ចឹងវាបង្កើតបានទៅជាអូស្មန် CO2 អញ្ចឹងហើយបានជានៅពេលដែលគេចាប់ផ្ដើមដំណើរការអគ្គិសនីវិភាគអាលូមីញ៉ុមអុកស៊ីតយើងនឹងឃើញមានផ្នែកបាទអាណូតនឹងចាប់ផ្ដើមរលាយបាទអាណូតចាប់ផ្ដើមរលាយដោយសារតែប្រតិកម្មរវាងអូស្មန်អុកស៊ីសែនដែលកកើតជាមួយនឹងកាបូនឌីអុកស៊ីតបាទនេះជាផលប៉ះពាល់ដែលកើតចេញពីអគ្គិសនីវិភាគអាលូមីញ៉ុមអុកស៊ីតបាទឥឡូវយើងចូលដល់ចំណុចខដែលនិយាយអំពីការយកបកលោហៈមិនសូវសកម្មអញ្ចឹងលោហៈមិនសូវសកម្មមានដូចជាដែកមានដូចជាស័ង្កសីសំណឬក៏សំណប៉ៃហាំងជាដើមបាទអញ្ចឹងនេះគឺជារ៉ែមួយចំនួននៃលោហៈមិនសូវសកម្មបាទមានដូចជារ៉ែបាទGalena បាទគឺជារ៉ែសំណស៊ុលភួរបាទ Chalcopyrite បាទគឺជារ៉ែតុងដែកស៊ុលភួរបាទមានរូបរាងបែបនេះបាទបងឃើញពណ៌ហើយលោកគ្រូគិតថាបងប្អូននឹងជួបច្រើនជាពិសេសអ្នកនៅតំបន់ភ្នំបាទរ៉ែ Sphalerite បាទគឺស័ង្កសីស៊ុលភួរបាទរ៉ែ Molybdanite បាទគឺជារ៉ែ Molybdane ស៊ុលភួរហើយមាន Pyrite មាន Borite បាទ Arsenopyrite បាទហើយនិង Sipnite គឺនេះគឺជារ៉ែមួយចំនួនដែលជារ៉ែនៃបាទលោហៈមិនសូវសកម្មអញ្ចឹងយើងអាចប្រើប្រាស់ឡស្លដែកសម្រាប់លោហៈដែកហើយលោហៈផ្សេងទៀតគឺគេប្រើបាទដុតជាមួយនឹងកាបូនដោយផ្ទាល់ឬក៏ប្រើប្រាស់វិធីសាស្ត្រផ្សេងទៀតបាទអញ្ចឹងនៅក្នុងនេះគឺលោកគ្រូលើកយកស័ង្កសីមួយបាទស័ង្កសីយើងដឹងថាជាបាទលោហៈដែលមានលក្ខណៈមិនសូវសកម្មប្រមាណទេអញ្ចឹងដើម្បីទាញយកលោហៈស័ង្កសីចេញពីរ៉ែហ្នឹងគឺគេប្រើប្រាស់អលោហៈកាបូនបាទអញ្ចឹងដំណើរការនៅក្នុងការទាញយកលោហៈស័ង្កសីចេញពីរ៉ែរបស់វាហ្នឹងគឺលោកគ្រូលើកយករ៉ែ Sphalerite មកនិយាយអញ្ចឹងរ៉ែស័ង្កសីស៊ុលភួរដំបូងគឺគេត្រូវយករ៉ែហ្នឹងគឺទៅដុតជាមួយនឹងអុកស៊ីសែនដែលមាននៅក្នុងខ្យល់អញ្ចឹងនៅពេលដែលយើងយកស័ង្កសីស៊ុលភួរបូកអុកស៊ីសែនវាបង្កើតបានទៅជាស័ង្កសីអុកស៊ីតហើយនៅអូស្មန်ស្ពាន់ធម៌ឌីអុកស៊ីតបាទ
បន្ទាប់មកទៀតគេយកអុកស៊ីតនៃលោហៈនេះទៅឲ្យប្រតិកម្មជាមួយនឹងកាបូនតែម្ដងអញ្ចឹងជាទូទៅអាលោហៈគេអាចប្រើប្រាស់អ៊ីដ្រូសែនហើយនិងកាបូនអ៊ីដ្រូសែនគឺបង្កើតបានទៅជាម៉ូលេគុលទឹកប៉ុន្តែបើកាបូនបង្កើតបានកាបូនម៉ូណូអុកស៊ីតបាទអញ្ចឹងនៅពេលដំណាក់កាលទី2គេយកស័ង្កសីអុកស៊ីតដែលទទួលបានពីការដុតជាមួយនឹងបាតខ្យល់រ៉ែដុតជាមួយនឹងអូស្មန်អុកស៊ីសែននៅក្នុងខ្យល់ណាដាក់ជាមួយនឹងកាបូនអញ្ចឹងកាបូនវាឃើញបែបនេះគឺវានឹងទៅចាប់យកអុកស៊ីសែនបាទបង្កើតបានទៅជា CO ហើយស័ង្កសីគឺគេដកអុកស៊ីសែនចេញធ្វើឲ្យស័ង្កសីនេះសុទ្ធនៅតែឯងអញ្ចឹងការធ្វើរបៀបនេះគឺគេអាចទាញយកលោហៈស័ង្កសីសុទ្ធក៏ប៉ុន្តែនៅពេលដែលបងអូនឃើញដំណាក់កាលនេះបងអូនគិតថាអូស្រួលអញ្ចឹងចង់ដកស័ង្កសីចេញអញ្ចឹងយើងអាចធ្វើដោយផ្ទាល់ណាគឺមិនអាចទេគឺគេមានវិធីសាស្ត្រនៅក្នុងការធ្វើគេត្រូវការកំណត់សម្ពាធសីតុណ្ហភាពឬក៏កម្ដៅជាក់លាក់មួយហើយជាទូទៅគេធ្វើនៅក្នុងរោងចក្រឧស្សាហកម្មហើយយើងតាមផ្ទះនេះគឺយើងមិនអាចទៅដកចេញបានទេបាទអញ្ចឹងសម្គាល់មិញលោកគ្រូនិយាយថាគេយកបាទអាចយកអាឡូហៈ2គឺអ៊ីដ្រូសែននិងកាបូនចុះហេតុអីបានជាគេមិនយកអូស្មန်អ៊ីដ្រូសែនបើអ៊ីដ្រូសែនវាបង្កើតបានទៅជាចំហាយទឹកដែលធ្វើឲ្យมันប៉ះពាល់ទៅដល់បរិស្ថាននេះប៉ុន្តែបើយើងយកកាបូនយកទៅប្រើគឺប៉ះពាល់ដល់បរិស្ថានវាអាចបង្កើតបានទៅជា CO ឬក៏បំលែងទៅជា CO2 បាទអញ្ចឹងធ្វើឲ្យផែនដីកាន់តែឡើងកម្ដៅហើយ CO ជាអូស្មန်ដែលប៉ះពាល់ទៅដល់សុខភាពរបស់មនុស្សចុះហេតុអីបានគេយកទៅធ្វើបាទអញ្ចឹងជាទូទៅបានជាគេយកកាបូនមកធ្វើហ្នឹងដោយសារតែកាបូនវាមានតម្លៃថោកអញ្ចឹងវាមានតម្លៃធូរថ្លៃខ្លាំងណាស់បើប្រៀបធៀបជាមួយនឹងអ៊ីដ្រូសែនហើយមួយទៀតការវេចខ្ចប់កាបូនគឺវាមិនសូវមានហានិភ័យទេមានន័យថាយើងអាចទុកនៅក្នុងបរិយាកាសបានយើងទុកនៅក្នុងបាទនៅក្នុងឃ្លាំងនៅក្នុងអីបានប៉ុន្តែអ៊ីដ្រូសែនយើងត្រូវការឧបករណ៍មួយដែលមានសាច់ហាប់ណែនបិទជិតគឺយើងមិនអាចយកវាទៅដាក់ក្នុងឃ្លាំងអីបានទេព្រោះអីវាជាអូស្មန်ហើយវាងាយឆេះទៀតនៅពេលដែលត្រូវបាទថាមពលកម្ដៅដូច្នេះហើយគេសម្រេចមិនយកអ៊ីដ្រូសែនមកធ្វើទេប៉ុន្តែនៅក្នុងការពិសោធន៍ក្នុងទីពិសោធន៍មួយចំនួនគឺគេអាចប្រើប្រាស់អ៊ីដ្រូសែនបានបាទចឹងតាក់ទងទៅនឹងការយកធ្យូងមកប្រើនោះគឺយើងមិនមែនយកធ្យូងអុសឬក៏ធ្យូងអនាម័យយើងប្រើរាល់ថ្ងៃហ្នឹងទៅដុតទេគឺកាបូនដែលគេយកទៅប្រើហ្នឹងគឺគេយកចេញពីធ្យូងកោកបាទហើយធ្យូងកោកហ្នឹងយកមកពីណាគឺចេញពីធ្យូងថ្មបាទហើយធ្យូងរ៉ែធ្យូងថ្មណារ៉ែធ្យូងថ្មអញ្ចឹងរ៉ែធ្យូងថ្មហ្នឹងគេយកមកបាទយកទៅប្រើប្រាស់នៅក្នុងការយោបកលោហៈហើយនេះគឺជារូបភាពបាទធ្យូងកោកបាទហើយអ្នកដែលធ្លាប់សិក្សាជាមួយលោកគ្រូបាទថ្នាក់ទី10លោកគ្រូបានបង្ហាញម្ដងហើយបាទតាក់ទងនឹងធ្យូងថ្មហ្នឹងបាទហើយនៅពេលដែលវាឆេះវាផ្ដល់កម្ដៅខ្លាំងខុសពីធ្យូងយើងធម្មតាបាទអញ្ចឹងទី2យើងនិយាយអំពីការយកបកលោហៈដែកបើយើងនិយាយទៅដល់ការយកបកលោហៈដែកនេះដែកវាជាលោហៈមិនសិទ្ធិកម្មប៉ុន្តែវិធីសាស្ត្រនៅក្នុងការទាញយកគឺស្មុគស្មាញមែនតើបាទនេះគឺជារូបភាពបង្ហាញអំពីបាទភាគរយលោហៈដែលមាននៅក្នុងសម្បកផែនដីអញ្ចឹងយើងអត់និយាយអាលោហៈណាអាលោហៈគឺមានអាសូតមានអុកស៊ីសែនមានស៊ីលីជូមនេះគឺភាគរយវាច្រើនបាទប៉ុន្តែបើយើងនិយាយលោហៈគឺនៅក្នុងសម្បកផែនដីលោហៈដែលសម្បូរជាងគេមានតែអាលុយញោមឯ8%ហើយលោហៈឈើលេខរៀងទី2បន្ទាប់ពីអាលុយញោមគឺដែកដូច្នេះហើយបានជាបងអូនឃើញថាលោហៈដែកគឺគេប្រើយ៉ាងសន្ធឹកសន្ធាប់នៅក្នុងជីវភាពប្រចាំថ្ងៃទូទាំងពិភពលោកមិនថាប្រទេសអភិវឌ្ឍកំពុងអភិវឌ្ឍឬក៏ប្រទេសជឿនលឿនយ៉ាងណាទេគឺនៅតែប្រើលោហៈដែកហើយអាលុយញោមគឺយើងប្រើដូចគ្នាប៉ុន្តែគាត់ថាអាលុយញោមវានៅរ៉េងខ្ពស់មានន័យថាវាមានតម្លៃថ្លៃហើយទាំងអស់គ្នាប្រហែលជាឆ្ងល់លោកគ្រូមិនអញ្ចឹងបើលោហៈអាលុយញោមសម្បូរជាងដែកសំតែដែកថ្លៃជាងដូចជាមាសដូចជាអីជាលោហៈកម្រវាមានតម្លៃថ្លៃបាទលោហៈអាលុយញោមវាសម្បូរមែនវាថ្លៃជាងដោយសារនៅពេលដែលដំណើរការវិធីយកបកនោះគឺយើងត្រូវការប្រើប្រាស់ដើមទុនច្រើនដូច្នេះហើយវាក៏មានតម្លៃថ្លៃដែរព្រោះអីយើងដឹងថាអាលុយញោមអុកស៊ីតហ្នឹងដើម្បីទាញយកអាលុយញោមយើងត្រូវការចរន្តអគ្គិសនីត្រូវការថាមពលមានគ្រីយ៉ូលីតអីមកទៀតអញ្ចឹងវាត្រូវការចំណាយច្រើនបាទអញ្ចឹងដើម្បីយកបកដែកចេញពីរ៉ែរបស់វាហ្នឹងគឺលោកគ្រូឲ្យបងប្អូនស្គាល់រ៉ែមួយចំនួនដែលជារ៉ែដែកសិនអញ្ចឹងរ៉ែដែកមានច្រើនដូចជារ៉ែអេម៉ាទីតបាទគឺជាដែក3អុកស៊ីតដែក3អុកស៊ីតហ្នឹងគឺជាខនិចដែលមាននៅក្នុងរ៉ែអេម៉ាទីតហ្នឹងបាទហើយម៉ាញ៉េទិតគឺបាទដែកអុកស៊ីតម៉ាញ៉េទិតបាទប៉ុន្តែជាទូទៅបើយើងយករ៉ែហ្នឹងមកសុទ្ធវាមានធាតុបើសិនជាយើងនិយាយរ៉ែយើងយកមកយកបកហ្នឹងគឺរ៉ែមានសារធាតុមិនសុទ្ធមួយចំនួនដែរមានន័យថាវាមិនមែនមានដែកអេម៉ាទីតឬក៏ដែកអុកស៊ីតម៉ាញ៉េទិកនឹងច្រើន 100% ទេអញ្ចឹងខនិចរបស់វាគឺ Fe3O4 ហើយមួយទៀតមានដូចជាដែកពីរិតដែកស៊ុលភួរហ្នឹងបាទហើយនឹងស៊ីដេរ៉ូសបាទស៊ីដេរ៉ូសនេះគឺបាទ FeCO3 បាទគឺដែកពីកាបូណាតបាទអញ្ចឹងដើម្បីទាញលោហៈដែកចេញពីរ៉ែរបស់វាទាំងអស់ហ្នឹងដោយសារតែដែកវាមានលោហៈសំទោសដោយសារតែដែកវាមានរ៉ែច្រើនប្រភេទដូច្នេះគេប្រើវិធីមួយគេហៅថា law slow ដែកបាទ law slow ដែកដើម្បីទាញលោហៈដែកចេញពីរ៉ែរបស់វាហើយជាវិធីសាស្ត្រដែលគេពេញនិយមទូទាំងពិភពលោកបាទដែលគេទាញយកដែកចេញមកប្រើបាទអញ្ចឹងនៅក្នុងដំណើរការនៃ law slow ដែកគឺបងប្អូនឃើញរូបភាពនៅខាងស្ដាំដៃនេះ
ដំណើរការនេះគឺជាបាទរូបភាពនេះគឺជា low slow ដែកហើយ low slow ដែកនេះកម្ពស់បើវាខ្ពស់បាទចន្លោះពី15ទៅ30-40ម៉ែត្រអីក៏មានដែរបាទអញ្ចឹងអាស្រ័យទៅលើទំហំនៃរោងចក្រឬក៏ឧស្សាហកម្មដែលគេធ្វើហ្នឹងបាទគេចង់បានដែកច្រើនគេធ្វើ low ឲ្យធំទៅបាទគេចង់បានដែកតិច low វារាងតូចអីចឹងទៅចឹងតាក់ទងទៅនឹងរូបភាពនេះគឺបងប្អូនអាចមើលបន្ថែមនៅក្នុងសៀវភៅសិក្សាគោលដូចគ្នាបាទអញ្ចឹងនេះគឺជារូបភាព low slow ដែកបាទអញ្ចឹងនៅក្នុងនេះគឺវាមានផ្នែកបាទមាត់ lowទ្រូងឡពោះឡហើយនិងបាតឡគឺមាន4ផ្នែកហ្នឹងបាទហើយបន្តិចទៀតលោកគ្រូនឹងបញ្យល់ពីដំណាក់កាលមួយអញ្ចឹងតាក់ទងទៅនឹងការស្លដែកគឺដំបូងឡើយនៅមាត់ឡនេះគេត្រូវការបាទអង្គធាតុមានដូចជាបាទរ៉ែនៅក្នុងនោះគឺរ៉ែបាទរ៉ែថ្មីគេដាក់នៅបាទក្រោមបន្ទាប់មកទៀតគេដាក់លបាយនៃរ៉ែជាមួយនឹងធ្យូងថ្មបាទអញ្ចឹងគេអាចនៅក្នុងនេះគេអាចដាក់រ៉ែឬក៏រ៉ែនៅលាយឡំនឹងគ្នានៅផ្នែកបាទសំទោសនៅផ្នែកមាត់ឡចឹងនៅក្នុងនេះវាមានបាទធ្យូងថ្មហើយនិងថ្មកបោគេដាក់ចឹងមានន័យថាសរុបមកវិញមាត់ឡគឺគេដាក់រ៉ែធ្យូងថ្មហើយនិងថ្មកបោគឺមាន3ប្រភេទគីមីហើយត្រង់នេះគេត្រូវបាទដាក់ចំហឲ្យខ្យល់ចេញបាទឧស្ម័នចេញព្រោះអីយើងដឹងហើយបើសិនជាយើងដុតហើយយើងមិនមានកន្លែងឲ្យឧស្ម័នចេញវាប្រកាសជាផ្ទុះឡហ្នឹងហើយអញ្ចឹងគេត្រូវមានកន្លែងចេញបាទអញ្ចឹងដំណាក់កាលទី1នៅក្នុងឡស្លដែកគឺធ្យូងកោកចាប់ផ្ដើមឆេះជាមួយនឹងខ្យល់ក្តៅអញ្ចឹងវាចាប់ផ្ដើមឆេះអញ្ចឹងយើងដឹងធ្យូងចាប់ផ្ដើមឆេះបាទអញ្ចឹងកាបូនបូកនឹងអុកស៊ីសែនបង្កើតបានជាកាបូនឌីអុកស៊ីតហើយនឹងថាមពលកម្ដៅអញ្ចឹងដំណាក់កាលទី1ធ្យូងថ្មឬក៏ធ្យូងកោកនឹងចាប់ផ្ដើមឆេះហើយចូលដល់ដំណាក់កាលទី2ការកកើតនៃ CO ចឹងមិនក៏បងផាយជាឆ្ងល់អញលោកគ្រូបង្កើត CO2 ហើយទៅបង្កើត CO វិញបាទអញ្ចឹងតាក់ទងទៅនឹងការកកើត CO ហ្នឹងគឺអា CO2 ដែលកើតពីការឆេះបាទរបស់ធ្យូងថ្មឬធ្យូងកោកហ្នឹងគឺប្រតិកម្មជាមួយកាបូនបន្តទៀតមកតង់ទៀតបង្កើតបានទៅជា CO ហើយដំណាក់កាលនេះវាស្ថិតនៅក្នុងម្ដុំបាទចន្លោះពីពោះឡទៅទ្រូងឡគឺសីតុណ្ហភាពរបស់វាបាទគឺ800អង្សាសេទើបចូលដល់ដំណាក់កាលទី2ដល់ពេលយើងដុតចាប់ផ្ដើមក្តៅហ្នឹងគឺដែកបាទរ៉ែដែករបស់យើងចាប់ផ្ដើមរលាយគឺវាស្រក់ចុះមកហើយបាទស្រក់ចុះចូលមកតម្រាំមកដល់នេះគឺមានដំណាក់កាលជាច្រើនទៀតបាទអញ្ចឹងដំណាក់កាលទី2ចប់ហើយយើងចូលដល់ដំណាក់កាលទី3គឺដែក3អុកស៊ីតដែលជាបាទនៅពេលដែលយើងរលាយណារំលាយវាហូរចុះក្រោមហ្នឹងវាคล้ายទៅជាខនិចដែកទេបាទអញ្ចឹងអាចដែក3អុកស៊ីតដែក2អុកស៊ីតអញ្ចឹងទៅបាទអញ្ចឹងដែក3អុកស៊ីតនេះវាចាប់ផ្ដើមរងរេដុកម្មទៅជាអីអញ្ចឹង CO ដែលកើតនៃសីតុណ្ហភាព800អង្សាសេហ្នឹងចាប់ផ្ដើមប្រតិកម្មជាមួយនឹងដែក3អុកស៊ីតអញ្ចឹងនៅពេលហ្នឹងគឺវាបង្កើតបានទៅជាឧស្ម័នកាបូនឌីអុកស៊ីតម្ដងទៀតហើយបាទនឹងលោហៈដែកអញ្ចឹងលោហៈដែកនេះវានឹងធ្លាក់ចុះមកក្រោមមកដល់បាតឡនេះតែម្ដងបាទអញ្ចឹងដំណាក់កាលបន្ទាប់មកទៀតគឺយើងដឹងហើយមិញគឺរ៉ែដែកអាលាយធ្លាក់ចុះក្រោមប្រតិកម្មហើយធ្យូងកោកឬក៏ធ្យូងថ្មចាប់ផ្ដើមប្រតិកម្មនៅសល់ធាតុមួយទៀតគឺថ្មកបោអញ្ចឹងថ្មកបោគេដាក់ធ្វើអីបើវាអត់មានប្រតិកម្មបាទគេមានមូលហេតុរបស់គេអញ្ចឹងថ្មកបោនៅពេលដែលត្រូវកម្ដៅវាចាប់ផ្ដើមដុតបំបែកដែរអញ្ចឹងយើងដឹងថាថ្មកបោគឺកាល់ស្យូមកាបូណាតអញ្ចឹងនៅពេលដែលវាដុតកម្ដៅបាទវាបំបែកទៅបានទៅជាកាល់ស្យូមអុកស៊ីតជាមួយនឹង CO2 បាទហើយរ៉ែដែកមានផ្ទុកនៅសារធាតុមិនសុទ្ធជាច្រើនមានន័យថាដែកដែលហូរចុះមកក្រោមហ្នឹងគឺវាអត់សុទ្ធទេមិនមែនទទួលបានលោហៈដែកសុទ្ធទេគឺវាមានសារធាតុមិនសុទ្ធដូចជា phosphor ស្ពាន់ធម៌ឬក៏ silicon ព្រោះយើងដឹងហើយយើងយកលោហៈដែកហ្នឹងយើងយកមកដើម្បីទាញចេញពីរ៉ែអញ្ចឹងរ៉ែដែលយើងយកមកហ្នឹងមិនមែនមានន័យថាយើងសម្អាតវានៅសល់តែរ៉ែដែកខនិចដែកទេគឺយើងប្រើបាទ AX ឬក៏គេហៅថាគ្រឿងយន្តដើម្បីជោគវាចេញពីស្រទាប់ផែនដីរបស់យើងអញ្ចឹងពពួកអាលោហៈទាំងអស់នេះគឺវាត្រូវការសីតុណ្ហភាពខ្ពស់ទើបវារលាយដូច្នេះហើយត្រឹមសីតុណ្ហភាព1000អង្សានេះអីឬក៏800ជាងនេះវាមិនទាន់អាលាយបំផ្លាញទៅជាសារធាតុអីផ្សេងទេអញ្ចឹងវាហូរមកជាមួយដែកនៅបាតឡនេះបាទហើយនៅក្នុងបាតឡហ្នឹងមាន2ទៀតវាមានអាចរ៉ែហើយនឹងបាទដែកស្មិតទៀតបាទអញ្ចឹងនៅត្រង់ចំណុចនេះបាទនេះអញ្ចឹងនៅពេលដល់បាតឡគឺមាន2ផ្នែកទៀតគឺប្រភេទអាចរ៉ែគេបរហូរចេញក្រៅតែដែកស្មិតគេបរហូរចូលនេះដែកស្មិតវាធ្ងន់អញ្ចឹងវាធ្លាក់ចុះទៅក្រោមដែករាវហ្នឹងគេបរហូរចេញមកក្រៅបាទហើយធាតុមិនសុទ្ធមួយចំនួនដែលមានសីតុណ្ហភាពរំពុះឬក៏រលាយទៀតវានៅដែកលើគេបរហូរចេញក្រៅគេហៅថាអាចរ៉ែអញ្ចឹងតាក់ទងទៅនឹងបាទធាតុមិនសុទ្ធគឺមានដូចជាស៊ីស្យូមអុកស៊ីតអញ្ចឹងវានឹងប្រតិកម្មជាមួយនឹងកាល់ស្យូមអុកស៊ីតដែលបានពីថ្មកបោបាទឲ្យផលទៅជាអាចរ៉ែឬក៏គេហៅថាស៊ីលីកាតនេះអញ្ចឹងអាចរ៉ែហ្នឹងមូលហេតុដែលកើតឡើងគឺស៊ីស្យូមអុកស៊ីតដែលជាធាតុមិនសុទ្ធដែលនៅជាមួយរ៉ែរបស់យើងដែលវារលាយធ្លាក់ចូលមកក្រោមប្រតិកម្មជាមួយនឹងថ្មកបោបំបែកបានជាកាល់ស្យូមអុកស៊ីតហ្នឹងបាទពីរហ្នឹងប្រតិកម្មជាមួយគ្នាទៅคล้ายទៅជាអាចរ៉ែអញ្ចឹងវាបង្កើតបានទៅជាកាល់ស្យូមស៊ីលីស្យូមអុកស៊ីតនេះបាទអញ្ចឹងគេបរហូរចេញមកក្រៅបានបាទអញ្ចឹងតាក់ទងទៅនឹងការទង្វើដែកថែបអញ្ចឹងដែកដែលយើងបរហូរចេញពីឡមកហ្នឹងគឺមិនមែនជាដែកសុទ្ធ
ចឹងដើម្បីបានដែកថែបបាទគឺគេមានដំណាក់កាលជាច្រើនទៀតនៅក្នុងការផលិតវាហើយដែកដែលយើងប្រហូរចេញមកគេហៅថាដែកស្មិតបាទអញ្ចឹងលោហៈដែលទទួលចេញពីឡស្លដែកហ្នឹងគឺមានធាតុមិនសុទ្ធដូចជា phosphor ស្ពាន់ធន់និងស៊ីលីជូមលាយជាមួយដែកហ្នឹងគេហៅថាដែកស្មិតដែលលោកគ្រូបញ្ជាក់ឲ្យដោយសារចំណុចរំពុះរបស់វានិងរលាយរបស់វាខ្ពស់អញ្ចឹងវាមកជាមួយដែកដែរបាទវាហូរមកជាមួយអញ្ចឹងដើម្បីទាញយកសារធាតុមិនសុទ្ធទាំង3ប្រភេទហ្នឹងបាទគេប្រើវិធីសាស្ត្របាទគឺបាទទៅរំលាយវាម្ដងទៀតអញ្ចឹងមានថាយកដែកស្មិតហ្នឹងមករំលាយវាបាទនៅពេលដែលរំលាយហ្នឹងលោហៈដែកបាទលោហៈដែកដែលយើងប្រហូរមកហ្នឹងវារលាយទៅវាប្រតិកម្មជាមួយអុកស៊ីសែនព្រោះដល់ពេលដែលយើងរំលាយយើងប្រើកម្ដៅត្រូវអត់កម្ដៅវាមានអុកស៊ីសែនចូលរួមអញ្ចឹងគឺបង្កើតបានទៅជាដែកពីអុកស៊ីតម្ដងទៀតបាទអញ្ចឹងដែកពីអុកស៊ីតចាប់ផ្ដើមកកើតដែរបាទបន្ទាប់មកដែកពីអុកស៊ីតហ្នឹងវាអាចមានប្រតិកម្មបាទជាមួយនឹងកាបូនឬក៏ស៊ីលីជូមដែលជាធាតុមិនសុទ្ធបាទអញ្ចឹងកាបូនប្រតិកម្មជាមួយដែកគឺបង្កើតបានទៅជាដែកបូក CO ដល់ពេលអាស៊ីលីជូមនេះគឺយើងដឹងស៊ីលីជូមហើយកាបូននៅក្រុមជាមួយគ្នាអញ្ចឹងវាមានលក្ខណៈស្តៀងគ្នាដែរអញ្ចឹងវាប្រតិកម្មជាមួយអាដែកពីអុកស៊ីតដែលកកើតពីការរំលាយហ្នឹងបង្កើតបានដែកហើយនឹងស៊ីលីជូមឌីអុកស៊ីតហើយដំណាក់កាលបន្ទាប់ទៀតគឺបាទដំណាក់កាលដែលគេទាញយក phosphor ហើយនឹងស្ពាន់ធរបាទអញ្ចឹងនៅពេលនេះគឺនៅពេលដែលយើងដុតរំលាយទៅអា phosphor ហ្នឹងវាប្រតិកម្មជាមួយអុកស៊ីសែនដែលផ្ទាល់បង្កើតបានទៅជា anhydride phosphoric ហើយស្ពាន់ធរបង្កើតបានទៅជា anhydride sulfurous បាទ SO2 បាទស្ពាន់ធរឌីអុកស៊ីតហ្នឹងអញ្ចឹងចុងក្រោយយើងឃើញហើយមិញគឺយើងទទួលបានដែកសុទ្ធហើយព្រោះអីវាប្រតិកម្មហើយអញ្ចឹងគេយកអាដែកសុទ្ធដែលទទួលបានពីការរំលាយមិញហ្នឹងគឺយកទៅបន្ថែមសារធាតុកាបូនឬក៏សារធាតុដទៃទៀតដើម្បីទទួលបានទៅជាដែកថែបអញ្ចឹងតាក់ទងទៅនឹងដែកថែបហ្នឹងគឺវាមានប្រភេទជាច្រើននៅក្នុងការផលិតវាបាទលក្ខណៈរបស់ដែកថែបកាបូនគឺមានដូចជាបាទទី1គឺដែកថែបកាបូនអញ្ចឹងដែកថែបកាបូនហ្នឹងគឺគេលាយបាទមានស្ពាន់ធរមាន phosphor និង silicium មានបរិមាណតិចតួចហើយបន្ទាប់មកទៀតគឺមានដែកថែបទន់ដែលមានកាបូនដែលគេលាយគឺបាទប្រហែលជា 0.2% ហើយដែកថែបរឹងល្មមគឺមានកាបូនចាប់ពី 0.2 ទៅដល់ 0.6% ហើយដែកថែបរឹងវិញគឺមានកាបូនចាប់ពី 0.6% ទៅ 2%ចឹងទាំងអស់នេះដែលលោកគ្រូបង្ហាញនេះគឺជាប្រភេទដែកថែបដែលយើងយកមកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃបាទហើយដែកថែបពិសេសគឺមានន័យថាគេយកលោហៈដែកលាយជាមួយក្រូមលាយជាមួយនីកែលម៉ង់កាណេសឬក៏ស៊ីលីជូមកាបូនវ៉ាណានិយមឬក៏តង់ស្តែនអីចឹងទៅបាទអញ្ចឹងគេលាយលោហៈដែលជាលោហៈឆ្លងអញ្ចឹងនៅពេលដែលយើងលាយជាមួយវាទៅវាមានលក្ខណៈពិសេសផ្សេងគ្នាអាចបង្កើតទៅជាដែកថែបមិនច្រេះដែកក្រូមឬក៏អ៊ីណុកអីផ្សេងអញ្ចឹងទៅដែលយើងបានសិក្សានៅក្នុងមេរៀនមុនហើយមានន័យថាសម្ភារៈដែលយើងប្រើប្រាស់ចេញពីសំលោហៈហើយសំលោហៈភាគច្រើនគឺមានដែកចូលរួមដោយសារអីដោយសារដែកវាសម្បូរនៅក្នុងសម្បកផែនដីបាទហើយដែកថែបបន្ទាប់មកទៀតគឺមានដែកថែបក្រូមនីកែលដែលគេឲ្យបាទភាគរយរបស់ក្រូមហើយនិងនីកែលវាច្រើនអញ្ចឹងមានន័យថាដែកថែបនេះប្រកាសជាអត់ឡើងច្រេះដោយសារវាមានក្រូមហើយនិងនីកែលសរុបពីនេះដល់តែ 30% អញ្ចឹងនៅសល់ដែកគឺ 70% ហើយគេអាចលាយកាបូនតិចតួចអីទៀតបាទហើយដែកថែបម៉ង់កាណេសអញ្ចឹងដែកថែបម៉ង់កាណេសនេះគឺគេលាយ MN ហ្នឹងគឺចន្លោះពី 12 ទៅ 14% បាទហើយដែកថែបបន្ទាប់ទៀតមានក្រូមហើយនឹងតង់ស្តែនគេលាយគ្នាអញ្ចឹងមានន័យថាដែកថែបហ្នឹងគឺមានច្រើនប្រភេទមែនតែនអាស្រ័យទៅលើប្រភេទរបស់វាភាគរយរបស់សមាសធាតុផ្សេងដែលចូលរួមអញ្ចឹងដូចជាដែកថែបតង់ស្តែនដែកថែបក្រូមហើយវាមានដែកថែបជាច្រើនអញ្ចឹងបងប្អូនអាចមើលសៀវភៅពុំបន្ថែមទៀតនៅក្នុងទំព័រទី52បងនឹងឃើញអំពីព័ត៌មានមួយចំនួនបន្ថែមទៀតទាក់ទងទៅនឹងបាទប្រភេទនៃដែកថែបដែលគេផលិតចេញយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបាទវីដេអូរបស់យើងត្រូវបានបញ្ចប់អញ្ចឹងលោកគ្រូអត់បានសង្ខេបឡើងវិញទេដោយសារតែពេលវេលាប្រហែលជាច្រើនសម្រាប់បងប្អូននៅបាទអញ្ចឹងវីដេអូនេះប្រហែលជាអាចខ្ទង់30នាទីឬក៏លើសតិចតួចបាទចុះលោកគ្រូដាក់កិច្ចការផ្ទះជូនបងប្អូនតែម្ដងបាទនៅក្នុងកិច្ចការផ្ទះនេះលោកគ្រូដាក់តែមួយសំណួរទេគឺចូលសរសេរសមីការអគ្គិសនីវិភាគកម្ដៅរលាយនៃកសូឌីយ៉ូមក្លរូខអាលុយមីញ៉ូមអុកស៊ីតបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់លោកគ្រូពីដើមរហូតដល់ចប់ជម្រាបលា